សម្រាប់មន្តរីទាំងអស់គ្នាដែលគាត់ចង់បានផ្ទៃមុខសមាត់ខៃបែបលក្ខណៈធម្មជាតិណាកុំភ្លេចរូបមន្តមួយនេះគឺល្អខ្លាំងមែនតើមួយសប្តាហ៍ធ្វើតែ3ដងទេបងប្អូននឹងទទួលបានស្បែកមុខមាត់ខៃគ្មានស្នាមមុនស្នាមជាំហើយជួយជំរុះកោសិកាបានល្អទៀតសំខាន់ចំណាយលុយតិចតែបានរបស់ធម្មជាតិរូបមន្តមួយនេះខ្ញុំធ្វើញឹកណាស់អ្នកទាំងអស់គ្នាឲ្យតែបងប្អូនមន្តរីចង់បានផ្ទៃមុខសមាត់ខៃមួយសប្តាហ៍ធ្វើតែ2ដងក៏អេមដែរម្សៅអង្ករស្ងួតយើងធ្វើខ្លួនឯងគ្រាន់តែយកលាយជាមួយនឹងទឹកដោះគោឆៅលាងមុខឲ្យស្អាតម៉ាស្សាវាមកហើយម៉ាស់ទៅដល់កន្លែងណាដែលមានបញ្ហាស្នាមមុនស្នាមជាំឬក៏អាចរុយឬក៏បញ្ហាក្រិនក្រើមមុនការស្បូនមកបងទៅដល់គ្នាឲ្យបានប្រហែលជា5នាទីឬក៏10នាទីមកបងប្អូនលាបឲ្យពេញមុខទុករយៈពេលឲ្យវាស្ងួតមិនបាច់កណ្ដុតនាទីកាលណាស្ងួតទាញមុខយើងនឹងតឹងអូខេយើងលាងទឹកធម្មតារូបមន្តនេះខ្ញុំអនុវត្តជាប់លាប់មែនតើមួយសប្តាហ៍2ដងហើយស្បែកមុខយើងឡើងតឹងទៀតសំខាន់ជួយជំរុះកោសិកាបានល្អអ្នកទាំងអស់គ្នាត្រូវចាំថាបើសិនជាបងប្អូនចង់ឲ្យស្បែកមុខយើងស្អាតយើងត្រូវការជំរុះកោសិកាចាស់ចេញដើម្បីបង្កើនកោសិកាថ្មីហើយជាពិសេសវិធីធម្មជាតិនេះបងប្អូនធ្វើតែម្ដងឯងទទួលបានលទ្ធផលលើសពីការរំពឹងទុកទៅទៀតស្រួលមួយសប្តាហ៍ធ្វើតែ2ដងឯងមិនប្រកាន់ថាក្មេងចាស់ប្រុសស្រីឲ្យតែឧស្សាហ៍វិធីធម្មជាតិនេះខ្ញុំធានាថាបងប្អូននឹងទទួលបានស្បែកមុខម៉ត់ខៃហ្មងអ្នកទាំងអស់គ្នាយកអង្ករធម្មជាតិយើងទៅធ្វើកុំទិញម្សៅអង្ករពីផ្សារហ្នឹងមិនមែនធម្មជាតិទេណាសម្រាប់ខ្ញុំអង្ករធម្មជាតិហ្នឹងគឺខ្ញុំកិនខ្លួនឯងធ្វើខ្លួនឯងហើយសម្រាប់អ្នកដែលគាត់ចង់បានងាយស្រួលបងប្អូនអាចទិញពីហាងនាងខ្ញុំបានណាហើយវិធីនេះខ្ញុំធានាហ្មងបងប្អូនអត់ខូចមុខទេខ្ញុំធ្វើតាំងពីខ្ញុំនៅកំមុំមកអ្នកនរគ្នារូបមន្តមួយនេះធ្វើយ៉ាងណាក៏អត់ធុញទ្រាន់ដែរតែបានលទ្ធផលអ្នកមិនសូវជាមានលុយក៏អាចធ្វើបានអ្នកដែលគាត់ចង់ស្អាតក៏អាចធ្វើបានអ្នកដែលមានក៏អាចធ្វើបានដែរធម្មជាតិទេប៉ុន្តែធ្វើទៅទទួលបានលទ្ធផលខ្ពស់មែនតើគ្រាន់តែបងប្អូនយកជាមួយនឹងម្សៅអង្ករដែលស្ងួតយើងកាន់ហើយហ្នឹងយើងយកទៅលាយជាមួយទឹកដោះគោឆៅរយៈពេល3 4 5ម៉ោងមកបន្ទាប់ពីវារលាយចូលសពសាច់អស់ហើយអ្នកទាំងអស់គ្នាគ្រាន់តែលាងមុខយើងឲ្យស្អាតមកយើងយកម្សៅអង្ករដែលយើងលាយទុកហ្នឹងយកមកម៉ាស្សាមកម៉ាស់ទៅដល់កន្លែងណាដែលមានបញ្ហាស្នាមហ្នឹងទៅដល់ឲ្យបាន5នាទីឬក៏10នាទីមកអ្នកទាំងអស់គ្នាហើយលាបឲ្យពេញមុខទុកមុខឲ្យតឹងងាងតែម្ដងល្អមែនតើអ្នកទាំងអស់គ្នាគឺថាជួយបំបត្តិជ្រួញបានអ្នកទាំងអស់គ្នាកំពុងតែមើលមុខខ្លួនឯងមានបញ្ហាជួមអាចរុយស្នាមមានមុនខ្សាច់មុនកាមបកែមែនតើមួយសប្តាហ៍ធ្វើតែ2ទៅ3ដងសម្រាប់មុខស្ដើងមួយសប្តាហ៍ធ្វើតែម្ដងបានហើយអ្នកទាំងអស់គ្នាសម្រាប់ខ្ញុំធ្វើញឹកមែនតើរាល់ពេលដែលខ្ញុំធ្វើម្ដងខ្ញុំតែងតែថតវីដេអូចែកជូនពុកម៉ែបងប្អូនជាពិសេសសម្រាប់អ្នកដែលគាត់មានខ្មៅដក់ក្រោមភ្នែកហើយមានអាចរុយសងខាងចឹងថ្ពាល់ហ្នឹងបងប្អូនទៅដោះវាមកទៅដោះវាឲ្យអស់បញ្ហាហើយវាទុំស្បែកយើងមែនតើហើយយើងអាចលាបជាមួយនឹង skin care ដតៃអីទៀតបានរូបមន្តធម្មជាតិបងប្អូនធ្វើទៅមិនខាត់ទេមិនខាត់ពេលវេលាហើយទទួលបានស្បែកមុខយើងស្អាតហើយអត់មានបញ្ហាទៀតសម្រាប់ខ្ញុំឧស្សាហ៍ធ្វើមែនតើខ្ញុំធ្វើទាំងមុខទាំងខ្លួនអញ្ចឹងសម្រាប់អ្នកដែលគាត់ជួបខ្ញុំនៅខាងក្រៅគាត់ថាសាច់ខ្ញុំស្អាតសាច់ខ្ញុំសដោយសារតែខ្ញុំឧស្សាហ៍ធ្វើជាមួយនឹងម៉ាស់អង្ករស្ងួតលាយជាមួយទឹកដោះគោនេះញឹកញាប់មែនតើបងប្អូនចាំមើលឥឡូវនេះខ្ញុំទៅដោះវារួចរាល់អស់ហើយអញ្ចឹងខ្ញុំយកម្សៅទឹកដោះគោលាយជាមួយអង្ករហ្នឹងណាខ្ញុំលាបឲ្យពេញមុខហើយខ្ញុំទុកវាមកមិនធូរវាទាញមុខយើងឡើងតឹងងាងតែម្ដងណាឃើញទេបងប្អូនចាប់ផ្ដើមតឹងតិចអ្នកទាំងអស់គ្នាពេលហើយបងប្អូនលាងទឹកចេញអូយលើសពីការរំពឹងទុកទៅទៀតណាបងប្អូនហើយសំខាន់ជួយឲ្យមុខយើងសខ្ចីអ្នកទាំងអស់គ្នាសាកម្ដងអ្នកទាំងអស់គ្នានឹងជាប់ចិត្តហើយឥឡូវនេះខ្ញុំលាបពេញមុខណាបងប្អូនឃើញទេពេលដែលលាបពេញមុខទៅយើងទុកវាមកមិនធូរមកមិនធូរហ្នឹងយើងមិនបាច់កណត់នាទីទេវាស្ងួតស្មើម៉ានចាំយើងទៅលាងទឹកធម្មតាចាញ់ឃើញទេបងប្អូនសាច់មុខយើងស្អាតហើយវាជួយជំរុះកោសិកាបានល្អឥឡូវនេះខ្ញុំទុកប្រហែលជា20នាទីវាអត់តន់ស្ងួតតឹងងាងទេបងប្អូនពេលដែលស្ងួតទៅវាទាញមុខយើងឡើងតឹងហ្មងហើយសំខាន់មុខយើងសហើយអាឡូងទៀតណាសម្រាប់អ្នកដែលគាត់មានស្បែកក្រើមក្រាន់មានមុនខ្សាច់មុនកាមខ្ញុំរីកខមមិនឲ្យធ្វើវិធីធម្មជាតិមួយនេះទទួលបានផលលើពីការរំពឹងទុកទៅទៀតជាពិសេសអ្នកដែលគាត់មានកអត់ស្អាតដៃជើងអីជ្រួញក្រើមក្រិនសាក់ធ្វើទាំងមុខទាំងខ្លួនណាបងប្អូននឹងដឹងថាតែម្ដងឯងទទួលបានលទ្ធផលលើពីការរំពឹងទុកហើយថ្ងៃក្រោយដឹងតែចង់ធ្វើទៀតហ្មងសម្រាប់មន្តរីរបស់យើងនៅចាំអ្វីទៀតទាញទូរស័ព្ទសៀវីដេអូនេះទុកមើលហើយសាក់ធ្វើទៅបើសិនជាអ្នកទាំងអស់គ្នាទិញ
mà sao không có bị xa bằng ôn bạch thơ tây ở tụ bàn phò lề sóc chất nhưng thơ luôn ảnh bảo sân trên nè tụi khi mình miền bè thơ bằng ôn ai tinh bị hang nên nhom bán cứ miền lũ sạp tèm đón cứ nhom thơ to ra mẹ đòn bằng ôn đi nó về đây nhom tục ban cả là món vì tiền một dân lần tăng mổ ấy